តើបងប្អូនជឿទេថានៅលើផែនដីមានកន្លែងមួយដែលនាវារាប់សិបគ្រឿងនិងយន្តហោះរាប់សិបគ្រឿងបានបាត់ខ្លួនដោយគ្មានដានកន្លែងនោះមិនមែនស្ថិតនៅក្នុងរឿងប្រឌិតទេវាមានទីតាំងពិតប្រាកដនៅលើមហាសមុទ្រអាត្លង់តិកហើយជារៀងរាល់ឆ្នាំមាននាវានិងយន្តហោះរាប់ពាន់គ្រឿងឆ្លងកាត់តំបន់នោះមនុស្សខ្លះហៅវាថា Devil's Triangle ឬត្រីកោណអារក្សខណៈអ្នកផ្សេងទៀតស្គាល់វាថា Bermuda Triangle អស់រយៈពេលជាច្រើនទសវត្សរ៍មានរឿងរ៉ាវជាច្រើនអះអាងថានាវាយន្តហោះនិងមនុស្សជាច្រើនបានបាត់ខ្លួននៅទីនោះដោយមិនបន្សល់ទុកសំណល់ឬសាកសពសូម្បីតែបន្តិចអ្នកខ្លះជឿថានៅក្រោមមហាសមុទ្រមានកម្លាំងអាថ៌កំបាំងមួយដែលមនុស្សមិនទាន់យល់អ្នកខ្លះទៀតជឿថាវាជាច្រកចូលទៅកាន់វិមាត្រមួយផ្សេងហើយមានមនុស្សមួយចំនួនសូម្បីតែអះអាងថាវាពាក់ព័ន្ធនឹងយានអវកាសពិភពផ្សេងប៉ុន្តែតើការបាត់ខ្លួនទាំងនោះពិតជាបានកើតឬវាគ្រាន់តែជារឿងព្រេងដែលត្រូវបាននិយាយតៗគ្នាអស់ជាច្រើនឆ្នាំថ្ងៃនេះយើងនឹងត្រឡប់ទៅស្វែងរកការពិតក៏ប៉ុន្តែមុននឹងយើងទៅដឹងរឿងរ៉ាវនៃវីដេអូនេះសូមបងប្អូនទាំងអស់គ្នាកុំភ្លេចជួយ like Subscribe និងបាសសញ្ញាកណ្ដឹងម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីៗពីអ្នករៀនសូត្រឥឡូវនេះយើងចូលទៅក្នុងសាច់រឿងរបស់យើងតែម្ដងដំបូងបង្អស់យើងត្រូវស្គាល់ថា Bermuda Triangle ស្ថិតនៅទីណាផ្ទុយពីអ្វីដែលមនុស្សជាច្រើនគិត Bermuda Triangle មិនមែនជាតំបន់ដែលរដ្ឋាភិបាលណាមួយកំណត់ជាផ្លូវការឡើយគ្រាន់តែជាឈ្មោះដែលអ្នកនិពន្ធនិងអ្នកសារព័ត៌មានប្រើសម្រាប់ហៅតំបន់មួយនៅភាគខាងលិចនៃមហាសមុទ្រអាត្លង់តិកជាទូទៅវាត្រូវបានគេចាត់ទុកថាមានរាងជាត្រីកោណដែលភ្ជាប់ចំណុចសំខាន់ចំនួន3ចំណុចទី1កោះ Bermuda ដែលជាដែនដីអង់គ្លេសស្ថិតនៅភាគខាងជើងចំណុចទី2ទីក្រុង Miami ក្នុងរដ្ឋ Florida សហរដ្ឋអាមេរិកនិងចំណុចទី3ទីក្រុងSan Juan លើកោះ Puerto Rico បើភ្ជាប់ទីតាំងទាំង3នេះចូលគ្នាយើងនឹងទទួលបានតំបន់មួយដែលមានផ្ទៃប្រហែល 500,000 ទៅ 500,000 គីឡូម៉ែត្រការ៉េអាស្រ័យលើការកំណត់របស់ប្រភពនីមួយៗនោះគឺជាអ្វីដែលមនុស្សភាគច្រើនហៅថា Bermuda Triangle ប៉ុន្តែសំណួរសំខាន់គឺតើហេតុអ្វីបានជាកន្លែងនេះល្បីថាគ្រោះថ្នាក់គួរឲ្យចាប់អារម្មណ៍នៅក្នុងផែនទីរបស់កងទ័ពជើងទឹកអាមេរិកមិនមានតំបន់ណាមួយដែលមានឈ្មោះ Bermuda Triangle នោះទេហើយអង្គការសមុទ្រអន្តរជាតិក៏មិនចាត់ទុកវាជាតំបន់គ្រោះថ្នាក់ពិសេសដែរតែបើវាមិនគ្រោះថ្នាក់ហេតុអ្វីបានជាមនុស្សទូទាំងពិភពលោកនៅតែនិយាយអំពីវាចម្លើយគឺដោយសារតែហេតុការណ៍មួយដែលបានធ្វើឲ្យយន្តហោះ5គ្រឿងនិងមនុស្ស14នាក់បាត់ខ្លួនដោយគ្មានអ្នកណាដឹងថាពួកគេទៅណាហើយអ្វីដែលកាន់តែចម្លែកយន្តហោះសង្គ្រោះដែលត្រូវបានបញ្ជូនទៅស្វែងរកពួកគេក៏បានបាត់ខ្លួនដែរហេតុការណ៍នោះត្រូវបានគេស្គាល់ថា Flight 19 នៅរសៀលថ្ងៃទី5ខែធ្នូឆ្នាំ1945មូលដ្ឋានកងទ័ពជើងទឹកអាមេរិក Naval Air Station Fort Lauderdale ក្នុងរដ្ឋ Florida បានរៀបចំការហ្វឹកហាត់ហោះហើរធម្មតាមួយបេសកកម្មនេះមានឈ្មោះថា Flight 19វាមិនមែនជាបេសកកម្មសម្ងាត់ឬបេសកកម្មសង្គ្រាមនោះទេវាគ្រាន់តែជាការហ្វឹកហាត់រុករកផ្លូវអាកាសដែលធ្វើឡើងជាប្រចាំក្រុមនេះមានយន្តហោះទម្លាក់គ្រាប់បែកប្រភេទ Grumman TBM Avenger ចំនួន5គ្រឿងនិងនាវិកសរុប14នាក់អ្នកដឹកនាំក្រុមគឺ Lieutenant Charles Carroll Taylor ដែលជាអ្នកបើកយន្តហោះមានបទពិសោធន៍ខ្ពស់គាត់ធ្លាប់ហោះហើរជាង500ម៉ោងនិងធ្លាប់បំពេញបេសកកម្មក្នុងសង្គ្រាមលោកលើកទី2គ្មាននរណាម្នាក់គិតថាការហ្វឹកហាត់ដែលគួរតែចំណាយពេលត្រឹមប៉ុន្មានម៉ោងនឹងក្លាយជាអាថ៌កំបាំងដ៏ល្បីបំផុតមួយក្នុងប្រវត្តិសាស្ត្រអាកាសចរណ៍នៅម៉ោងប្រហែលពី10នាទីរសៀលយន្តហោះទាំង5បានហោះចេញពី Fort Lauderdale ផែនការហោះហើររបស់ពួកគេគឺសាមញ្ញហោះទៅទិសកើតធ្វើការហ្វឹកហាត់ទម្លាក់គ្រាប់បែកបន្ទាប់មកបត់ទៅទិសជើងហើយចុងក្រោយបត់ត្រឡប់មកមូលដ្ឋានវិញបើគ្រប់យ៉ាងប្រព្រឹត្តទៅតាមផែនការពួកគេគួរតែត្រឡប់មកដល់មុនពេលថ្ងៃលិចប៉ុន្តែប្រហែល3ម៉ោងបន្ទាប់ពីចេញដំណើរមជ្ឈមណ្ឌលបញ្ជាការបានទទួលសារវិទ្យុមួយដែលធ្វើឲ្យមនុស្សគ្រប់គ្នាចាប់ផ្ដើមព្រួយបារម្ភសម្លេងរបស់ Lieutenant Taylor បាននិយាយថា We can't see land we seem to be off course មានន័យថាយើងមិនអាចមើលឃើញដីទេយើងប្រហែលជាវង្វេងផ្លូវហើយបន្តិចក្រោយមកគាត់បានផ្ញើសារមួយទៀត Both my compasses are out ត្រូវវិស័យទាំងពីររបស់ខ្ញុំមិនដំណើរការទេសារនេះបានធ្វើឲ្យមជ្ឈមណ្ឌលបញ្ជាការភ្ញាក់ផ្អើលយ៉ាងខ្លាំងព្រោះបើត្រីវិស័យទាំងពីរខូចក្នុងពេលតែមួយអ្នកបើកយន្តហោះអាចបាត់បង់ទិសដៅបានយ៉ាងងាយនៅក្នុងការទំនាក់ទំនងតាមវិទ្យុដែលត្រូវបានកត់ត្រាទុកមានសម្លេងអ្នកបើកយន្តហោះម្នាក់និយាយថា If we would just fly west we would get home មានន័យថាបើយើងហោះទៅទិសលិចយើងនឹងត្រឡប់ដល់មូលដ្ឋានវិញប៉ុន្តែ Taylor នៅតែជឿថាគាត់ស្ថិតនៅលើតំបន់ Florida Keys មិនមែននៅខាងកើតរដ្ឋ Florida ទេការយល់ច្រឡំនេះបានធ្វើឲ្យក្រុម Flight 19បន្តហោះទៅទិសដែលខុសពេលវេលាកាន់តែកន្លងផុតប្រេងឥន្ធនៈក៏កាន់តែអស់មេឃក៏កាន់តែងងឹត
រលកសមុទ្រក៏កាន់តែខ្លាំងហើយសម្លេងវិទ្យុក៏ចាប់ផ្ដើមខ្សោយទៅកាតូសារចុងក្រោយមួយដែលគេអាចទទួលបានពី Flight 19 មានខ្លឹមសារប្រហាក់ប្រហែលថា When the first plane drops below Tom Gallen we all go down together មានន័យថានៅពេលយន្តហោះគ្រឿងទី1នៅសល់ប្រេងតិចជាង10កាឡុងយើងនឹងចុះចតលើទឹកជាមួយគ្នាបន្ទាប់ពីនោះសម្លេងរបស់ពួកគេបានបាត់ទៅជារៀងរហូតមិនមានអ្នកណាតាក់ទងមកវិញទៀតឡើយនៅយប់ថ្ងៃដដែលកងទ័ពជើងទឹកអាមេរិកបានចាប់ផ្ដើមប្រតិបត្តិការស្វែងរកដ៏ធំបំផុតមួយនៅពេលនោះយន្តហោះសង្គ្រោះប្រភេទ Martin PBM Mariner មួយគ្រឿងដែលមាននាវិក13នាក់ត្រូវបានបញ្ជូនចេញដើម្បីស្វែងរក Flight 19ប៉ុន្តែមិនដល់1ម៉ោងផងយន្តហោះសង្គ្រោះនោះក៏បានបាត់ខ្លួនដែរទោះជាយ៉ាងណាខុសពី Flight 19មានកប៉ាល់ពាណិជ្ជកម្មមួយនៅក្បែរនោះបានរាយការណ៍ថាពួកគេបានឃើញការផ្ទុះដ៏ធំមួយលើផ្ទៃសមុទ្រនៅល្ងាចថ្ងៃនោះអ្នកស៊ើបអង្កេតភាគច្រើនជឿថាយន្តហោះ PBM Mariner ទំនងជាបានផ្ទុះនៅលើអាកាសដោយសារការលេចធ្លាយចំហាយប្រេងឥន្ធនៈព្រោះ model នេះមានកេរ្តិ៍ឈ្មោះថាងាយឆេះហើយត្រូវបានអ្នកបើកយន្តហោះខ្លះដាក់រហស្សនាមថា Flying Gas Tank ការស្វែងរកដែលបានបន្តអស់រយៈពេលជាច្រើនថ្ងៃលើផ្ទៃសមុទ្ររាប់សែនគីឡូម៉ែត្រការ៉េមិនបានរកឃើញសំណល់យន្តហោះឬសាកសពសមាជិកក្រុមណាម្នាក់ឡើយការបាត់ខ្លួនដោយគ្មានដាននេះបានធ្វើឲ្យមនុស្សជាច្រើនចាប់ផ្ដើមសួរថាតើ Bermuda Triangle ពិតជាមានអំណាចអាថ៌កំបាំងមែនទេឬតើមានការពន្យល់តាមវិទ្យាសាស្ត្រដែលមនុស្សភាគច្រើនមិនធ្លាប់ដឹងករណីបាត់ខ្លួនដែលធ្វើឲ្យ Bermuda Triangle ល្បីទូទាំងពិភពលោកបន្ទាប់ពីការបាត់ខ្លួនរបស់ Flight 19មនុស្សជាច្រើនចាប់ផ្ដើមមើល Bermuda Triangle ក្នុងន័យខុសពីមុនរាល់ពេលដែលមាននាវាឬយន្តហោះបាត់ខ្លួននៅតំបន់នោះមនុស្សតែងតែសួរសំណួរដដែលតើវាពាក់ព័ន្ធនឹង Bermuda Triangle ដែរឬទេប៉ុន្តែការពិតរឿងរ៉ាវអំពីការបាត់ខ្លួននៅតំបន់នេះបានកើតឡើងតាំងពីមុន Flight 19ទៅទៀតនៅថ្ងៃទី4ខែមីនាឆ្នាំ1918កប៉ាល់ដឹកទំនិញដ៏ធំមួយរបស់កងទ័ពជើងទឹកអាមេរិកមានឈ្មោះថា USS Cyclops បានចាកចេញពីកោះ Barbados ឆ្ពោះទៅទីក្រុង Baltimore នៅលើកប៉ាល់មានមនុស្សសរុប309នាក់ប៉ុន្តែកប៉ាល់មិនដែលទៅដល់គោលដៅឡើយគ្មានសារវិទ្យុសុំជំនួយគ្មានសញ្ញាគ្រោះថ្នាក់គ្មានសំណល់កប៉ាល់ហើយក៏គ្មានសាកសពណាម្នាក់ត្រូវបានរកឃើញដែររហូតមកដល់សប្តាហ៍ថ្ងៃ USS Cyclops នៅតែជាការបាត់ខ្លួនដ៏ធំបំផុតមួយក្នុងប្រវត្តិសាស្ត្រកងទ័ពជើងទឹកអាមេរិកដែលមិនទាក់ទងនឹងសង្គ្រាមអ្នកស្រាវជ្រាវខ្លះសង្ស័យថាកប៉ាល់អាចជួបព្យុះឬមានបញ្ហាផ្នែករចនាសម្ព័ន្ធប៉ុន្តែគ្មានភស្តុតាងណាមួយអាចបញ្ជាក់បានច្បាស់ថាមានអ្វីកើតឡើងនោះទេនៅថ្ងៃទី30ខែមករាឆ្នាំ1948យន្តហោះដឹកអ្នកដំណើររបស់ក្រុមហ៊ុន British South American Airways មានឈ្មោះ Star Tiger បានបាត់ខ្លួនយន្តហោះនេះកំពុងហោះពីកោះ Azores ទៅកាន់ Bermuda នៅលើយន្តហោះមានមនុស្ស31នាក់មុនពេលបាត់ខ្លួនអ្នកបើកយន្តហោះបានតាក់ទងវិទ្យុជាធម្មតាមិនមានសារសុំជំនួយមិនមានការរាយការណ៍ថាមានបញ្ហាបច្ចេកទេសហើយបន្ទាប់មកសញ្ញាវិទ្យុក៏បាត់ទៅជារៀងរហូតការស្វែងរកជាច្រើនថ្ងៃមិនបានរកឃើញសំណល់អ្វីសោះមួយឆ្នាំក្រោយមកនៅថ្ងៃទី17ខែមករាឆ្នាំ1949យន្តហោះមួយទៀតរបស់ក្រុមហ៊ុនដដែលមានឈ្មោះ Star Ariel បានបាត់ខ្លួនលើកនេះយន្តហោះកំពុងហោះចេញពី Bermuda ទៅកាន់ Kingston ប្រទេសចាម៉ៃកានៅលើយន្តហោះមានមនុស្ស20នាក់អាកាសធាតុថ្ងៃនោះត្រូវបានរាយការណ៍ថាល្អប្រសើរមិនមានព្យុះមិនមានភ្លៀងមិនមានការរាយការណ៍អំពីបញ្ហាបច្ចេកទេសនៅថ្ងៃទី2ខែកុម្ភៈឆ្នាំ1963កប៉ាល់ដឹកស្ពនធ័រ Marine Silver Queen បានចាកចេញពី Beaumont រដ្ឋ Texas ឆ្ពោះទៅ Norfolk រដ្ឋ Virginia នៅលើកប៉ាល់មាននាវិក39នាក់ប្រហែលថ្ងៃក្រោយកប៉ាល់ក៏បាត់ខ្លួនការស្វែងរកបានរកឃើញតែបំណែកអាវពាក់សុវត្ថិភាពនិងសំណល់តិចតួចប៉ុណ្ណោះមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីដឹងថាកប៉ាល់បានលិចដោយសារអ្វីនៅពេលករណីទាំងនេះត្រូវបានផ្សព្វផ្សាយជាបន្តបន្ទាប់មនុស្សចាប់ផ្ដើមជឿថា Bermuda Triangle មិនមែនជាការចៃដន្យទៀតទេហើយនៅឆ្នាំ1964អ្នកនិពន្ធ Vincent Gaddis បានសរសេរអត្ថបទមួយក្នុងទស្សនាវដ្តី Argosy ដែលប្រើពាក្យ The Deadly Bermuda Triangle នេះគឺជាលើកដំបូងដែលពាក្យ Bermuda Triangle ត្រូវបានប្រើយ៉ាងទូលំទូលាយក្នុងប្រព័ន្ធផ្សព្វផ្សាយបន្ទាប់មកនៅឆ្នាំ1974អ្នកនិពន្ធ Charles Berlitz បានបោះពុម្ពសៀវភៅ The Bermuda Triangle សៀវភៅនេះលក់បានរាប់លានក្បាលទូទាំងពិភពលោកចាប់ពីពេលនោះមក Bermuda Triangle បានក្លាយជានិមិត្តរូបនៃអាថ៌កំបាំងមនុស្សខ្លះជឿថាវាជាកន្លែងដែលមានកម្លាំងអរូបីអ្នកខ្លះជឿថាមានបច្ចេកវិទ្យារបស់ Atlantis កប់នៅក្រោមសមុទ្រហើយអ្នកខ្លះទៀតជឿថាវាជាច្រកចូលរបស់ UFO ប៉ុន្តែតើទ្រឹស្ដីទាំងអស់នេះមានភស្តុតាងវិទ្យាសាស្ត្រគាំទ្រដែរឬទេឬតើវិទ្យាសាស្ត្រអាចពន្យល់ការបាត់ខ្លួនទាំងនេះដោយមិនចាំបាច់ប្រើរឿងអាថ៌កំបាំងបានតើ Bermuda Triangle មានអំណាចអាថ៌កំបាំងមែនទេឬវិទ្យាសាស្ត្រអាចពន្យល់បានបន្ទាប់ពីករណីបាត់ខ្លួនជាច្រើនត្រូវបានផ្សព្វផ្សាយទៅទូទាំងពិភពលោក
មនុស្សចាប់ផ្ដើមបង្កើតទ្រឹស្ដីជាច្រើនដើម្បីពន្យល់ពីអ្វីដែលកំពុងកើតឡើងនៅ Bermuda Triangle អ្នកខ្លះជឿថានៅក្រោមបាតសមុទ្រមានបច្ចេកវិទ្យាបុរាណរបស់អរិយធម៌ Atlantis ដែលបញ្ចេញថាមពលអាថ៌កំបាំងអ្នកផ្សេងទៀតអះអាងថាតំបន់នេះជាច្រកឆ្លងទៅកាន់វិមាត្រមួយផ្សេងឬក៏ជា wormhole ដែលអាចបញ្ជូននាវានិងយន្តហោះទៅកន្លែងផ្សេងហើយទ្រឹស្ដីដែលល្បីជាងគេគឺការអះអាងថា UFO ឬមនុស្សភពផ្សេងជាអ្នកនៅពីក្រោយការបាត់ខ្លួនទាំងនេះស្ដាប់ទៅគួរឲ្យរំភើបណាស់ប៉ុន្តែតើមានភស្តុតាងវិទ្យាសាស្ត្រណាមួយដែលគាំទ្រទ្រឹស្ដីទាំងនេះដែរឬទេរហូតមកដល់សប្តាហ៍ថ្ងៃចម្លើយគឺមិនទាន់មានការរកឃើញសំណល់បច្ចេកវិទ្យារបស់ Atlantis មិនមានការវាស់វែងណាមួយដែលបញ្ជាក់ពីការមាន wormhole ហើយក៏មិនមានភស្តុតាងដែលអាចផ្ទៀងផ្ទាត់បានថា UFO មានទំនាក់ទំនងជាមួយការបាត់ខ្លួននៅ Bermuda Triangle ដែរនោះហើយជាមូលហេតុដែលអ្នកវិទ្យាសាស្ត្រភាគច្រើនមិនទទួលយកទ្រឹស្ដីទាំងនេះជាការពន្យល់ផ្លូវការផ្ទុយទៅវិញអ្នកស្រាវជ្រាវបានស្នើការពន្យល់ជាច្រើនដែលផ្អែកលើវិទ្យាសាស្ត្រទ្រឹស្ដីទី1អាកាសធាតុប្រែប្រួលយ៉ាងឆាប់រហ័ស Bermuda Triangle ស្ថិតនៅតំបន់ត្រូពិកតែអាកាសធាតុអាចផ្លាស់ប្ដូរយ៉ាងលឿនព្យុះផ្គររន្ទះខ្យល់កន្ត្រាក់និងព្យុះសង្ឃរាអាចកើតឡើងក្នុងរយៈពេលខ្លីសម្រាប់យន្តហោះឬនាវាតូចៗការជួបអាកាសធាតុបែបនេះអាចគ្រោះថ្នាក់ខ្លាំងកត្តាមួយទៀតដែលអ្នកវិទ្យាសាស្ត្រលើកឡើងគឺ Gulf Stream វាជាចរន្តទឹកសមុទ្រដ៏ខ្លាំងដែលហូរពីឈូងសមុទ្រមិចស៊ិកឆ្ពោះទៅមហាសមុទ្រអាត្លង់តិកខាងជើងចរន្តនេះអាចហូរក្នុងល្បឿនជាច្រើនគីឡូម៉ែត្រក្នុង1ម៉ោងប្រសិនបើយន្តហោះឬនាវាលិចសំណល់អាចត្រូវបានទឹកនាំចេញពីកន្លែងកើតហេតុយ៉ាងលឿននេះអាចជាមូលហេតុដែលធ្វើឲ្យក្រុមស្វែងរកពិបាករកឃើញភស្តុតាងទ្រឹស្ដីទី3កំហុសរបស់មនុស្សអ្នកស៊ើបអង្កេតជាច្រើនជឿថាករណីជាច្រើនមិនមែនកើតឡើងដោយអំណាចអាថ៌កំបាំងទេប៉ុន្តែកើតឡើងដោយ human error របាយការណ៍ស៊ើបអង្កេតបានបង្ហាញថា Lieutenant Charles Taylor ទំនងជាបានយល់ច្រឡំអំពីទីតាំងរបស់ខ្លួនគាត់ជឿថាខ្លួនកំពុងហោះនៅលើ Florida Keys ខណៈពេលដែលការពិតគាត់ស្ថិតនៅភាគខាងកើតរដ្ឋ Florida ការសម្រេចចិត្តបន្តហោះក្នុងទិសខុសបានធ្វើឲ្យក្រុមយន្តហោះហោះកាន់តែឆ្ងាយពីដីរហូតអស់ប្រេងឥន្ធនៈទ្រឹស្ដីទី4រលកយក្ស Rogue Wave នៅលើមហាសមុទ្រអាចមានរលកយក្សដែលមានកម្ពស់លើសពី20ម៉ែត្រកើតឡើងដោយមិនមានការព្រមានរលកបែបនេះអាចបុកនាវាឲ្យខូចខាតយ៉ាងធ្ងន់ឬលិចក្នុងរយៈពេលខ្លីអ្នកវិទ្យាសាស្ត្របានបញ្ជាក់ថា Rogue Wave មានពិតនឹងត្រូវបានវាស់វែងដោយផ្កាយរណបបន្ទាប់ពីយើងបានពិនិត្យមើលប្រវត្តិសាស្ត្រករណីបាត់ខ្លួននិងទ្រឹស្ដីផ្សេងៗទាំងអស់យើងអាចឃើញថា Bermuda Triangle មិនមែនជារឿងដែលអាចឆ្លើយបានដោយពាក្យតែមួយម៉ាត់នោះទេនៅម្ខាងយើងមានរឿងរ៉ាវជាច្រើនដែលគួរឲ្យភ្ញាក់ផ្អើលការបាត់ខ្លួនរបស់ USS Cyclops ក្នុងឆ្នាំ1918ការបាត់ខ្លួនរបស់ Flight 19នៅថ្ងៃទី5ខែធ្នូឆ្នាំ1945ការបាត់ខ្លួនរបស់ Star Tiger និង Star Ariel ហើយករណីជាច្រើនទៀតដែលមិនអាចរកឃើញសំណល់បានទាំងស្រុងរឿងទាំងនេះបានធ្វើឲ្យមនុស្សជាច្រើនជឿថា Bermuda Triangle មានអ្វីមួយដែលវិទ្យាសាស្ត្រមិនទាន់អាចពន្យល់បានប៉ុន្តែនៅម្ខាងទៀតនៅពេលអ្នកស្រាវជ្រាវនិងស្ថាប័នផ្លូវការពិនិត្យទិន្នន័យជាច្រើនទសវត្សរ៍ពួកគេបានរកឃើញការពិតមួយដែលគួរឲ្យចាប់អារម្មណ៍មិនមានភស្តុតាងថា Bermuda Triangle មានអត្រាគ្រោះថ្នាក់ខ្ពស់ជាងតំបន់សមុទ្រដែលមានចរាចរណ៍មមាញឹកផ្សេងទៀតឡើយជារៀងរាល់ឆ្នាំមាននាវាពាណិជ្ជកម្មនាវាទេសចរយន្តហោះដឹកអ្នកដំណើរនិងយន្តហោះឯកជនរាប់ពាន់គ្រឿងឆ្លងកាត់តំបន់នេះដោយសុវត្ថិភាពបើគិតតាមចំនួនចរាចរណ៍ករណីគ្រោះថ្នាក់នៅទីនេះមិនខុសពីតំបន់មហាសមុទ្រធំៗផ្សេងទៀតទេហេតុអ្វីបានជាមនុស្សជាច្រើនគិតថាវាគ្រោះថ្នាក់ជាងគេចម្លើយមួយគឺដោយសារតែករណីចម្លែកមួយចំនួនត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយខណៈករណីធម្មតារាប់ពាន់មិនសូវមានអ្នកនិយាយដល់នៅពេលរឿងទាំងនោះត្រូវបានយកទៅសរសេរជាសៀវភៅផលិតជាភាពយន្តនិងផ្សាយតាមទូរទស្សន៍តើនោះមានន័យថាអាថ៌កំបាំងទាំងអស់ត្រូវបានដោះស្រាយរួចហើយឬមិនទេមានករណីខ្លះដូចជា USS Cyclops ដែលរហូតមកដល់សប្តាហ៍ថ្ងៃអ្នកប្រវត្តិសាស្ត្រនៅតែមិនអាចបញ្ជាក់បានថាវាលិចដោយសារអ្វីពិតប្រាកដមានករណីខ្លះដែលភស្តុតាងត្រូវបានបាត់បង់ដោយសារពេលវេលាហើយមានករណីខ្លះដែលប្រហែលជាយើងនឹងមិនអាចដឹងការពិតទាំងស្រុងឡើយនោះហើយជាភាពខុសគ្នារវាងរឿងដែលមិនទាន់មានចម្លើយនិងរឿងដែលមានភស្តុតាងថាជាកម្លាំងអាថ៌កំបាំងរឿងទាំងពីរនេះមិនមែនជារឿងតែមួយទេការមិនទាន់មានចម្លើយមិនមានន័យថាចម្លើយនោះគឺ Alien Atlantis ឬកម្លាំងអរូបីនោះឡើយហើយក៏មិនមានន័យថាទ្រឹស្ដីទាំងនោះខុសទាំងស្រុងដែរវាគ្រាន់តែមានន័យថារហូតមកដល់ថ្ងៃនេះយើងមិនទាន់មានភស្តុតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់វាដូច្នេះប្រសិនបើយើងផ្អែកលើភស្តុតាងដែលមានសប្តាហ៍ថ្ងៃអ្នកវិទ្យាសាស្ត្រភាគច្រើនយល់ថាករណីភាគច្រើននៅ Bermuda Triangle អាចពន្យល់បានដោយការរួមបញ្ចូលគ្នានៃអាកាសធាតុប្រែប្រួលលឿនចរន្តទឹក Gulf Stream កំហុសរបស់មនុស្សបញ្ហាបច្ចេកទេសនិងលក្ខខណ្ឌធម្មជាតិផ្សេងៗប៉ុន្តែ
Bermuda Triangle នៅតែបន្តទាក់ទាញមនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំមិនមែនដោយសារតែវាបានបញ្ជាក់ថាមានកម្លាំងអាចកំបាំងនោះទេប៉ុន្តែដោយសារតែវារំលឹកយើងថាមហាសមុទ្រដែលគ្របដណ្ដប់ជាង 70% នៃផ្ទៃផែនដីនៅតែមានអ្វីជាច្រើនដែលមនុស្សមិនទាន់យល់ច្បាស់ហើយប្រហែលជាអាចកំបាំងដ៏ធំបំផុតមិនមែនស្ថិតនៅ Bermuda Triangle ទេប៉ុន្តែស្ថិតនៅក្នុងមហាសមុទ្រទាំងមូលដែលមនុស្សយើងនៅតែស្រាវជ្រាវមិនទាន់អស់ឥឡូវនេះខ្ញុំចង់សួរបងប្អូនមួយសំណួរបន្ទាប់ពីបានស្ដាប់ភស្តុតាងនិងទ្រឹស្ដីទាំងអស់បើបងប្អូនគិតថា Bermuda Triangle គ្រាន់តែជាតំបន់សមុទ្រធម្មតាដែលមានអាកាសធាតុនិងលក្ខខណ្ឌធម្មជាតិស្មុគស្មាញឬបងប្អូននៅតែជឿថាមានអ្វីមួយដែលវិទ្យាសាស្ត្រមិនទាន់អាចបញ្យល់បានសូមសរសេរមតិរបស់បងប្អូននៅក្នុង comment ខាងក្រោមខ្ញុំនឹងចូលទៅអាននិងឆ្លើយតបមតិយោបល់របស់បងប្អូនបើបងប្អូនចូលចិត្តវីដេអូបែបស៊ើបអង្កេតអាចកំបាំងនិងការពិតដែលផ្អែកលើភស្តុតាងកុំភ្លេចចុច like subscribe និងបើកកណ្ដឹងដើម្បីកុំឲ្យខកខានវីដេអូបន្ទាប់ពីខ្ញុំទៅមានតែប៉ុណ្្នឹងនោះទេយើងជួបគ្នានៅវីដេអូក្រោយបាយបាយ